ជំរាបសួរសូមស្វាគមន៍មកកាន់เพจកូនជឿនវិភាគអក្សរសិល្ប៍ខ្មែរ Digital ថ្ងៃនេះយើងនឹងវិភាគពាក្យដែលមនុស្សគ្រប់គ្នាស្គាល់ប៉ុន្តែពិបាកយល់បំផុតគឺអារម្មណ៍តើអ្នកនិពន្ធប្រើអារម្មណ៍អ្វីខ្លះដើម្បីឲ្យយើងស្រក់ទឹកភ្នែកឬគល់ញញឹមតាមសាច់រឿងវីដេអូនេះនឹងបង្ហាញអំពីអំណាចរបស់អារម្មណ៍នៅក្នុងអក្សរសិល្ប៍និយមន័យងាយៗនៅក្នុងអក្សរសិល្ប៍អារម្មណ៍មិនមែនគ្រាន់តែជាអារម្មណ៍របស់តួអង្គទេតែជាបរិយាកាសនិងកម្លាំងជំរុញរបស់សាច់រឿងវាជាចំណងជើងដែលអ្នកអានឲ្យជាប់នឹងជោគវាសនារបស់តួអង្គទី2គឺមុខងារសំខាន់អារម្មណ៍មានមុខងារ2បង្កើតចំនួនដូចជាសេចក្តីច្រណែនកំហឹងមួយទៀតគឺផ្ដល់ដំណោះស្រាយដូចជាសេចក្តីមេត្តាករុណាសេចក្តីស្រឡាញ់ឧទាហរណ៍ក្នុងរឿងស្នេហាទោះបីជាតួអង្គបែកគ្នាក៏ដោយគោសេចក្តីនឹកឬក៏សេចក្តីអាណិតនៅតែជាអារម្មណ៍ដែលជំរុញឲ្យអ្នកអានចង់ដឹងវគ្គបន្តផ្នែកទី3គឺប្រភេទអារម្មណ៍សំខាន់នៅក្នុងអក្សរសិល្ប៍ខ្មែរ Digital នៅក្នុងអក្សរសិល្ប៍ខ្មែរនាពេលបច្ចុប្បន្នមានអារម្មណ៍សំខាន់ចំនួន3ប្រភេទដែលអ្នកនិពន្ធ Digital តែងតែប្រើទី1អារម្មណ៍សោកសៅកំសត់ប្រើសម្រាប់បង្កើតភាពរំជួលចិត្តនិងបង្ហាញពីការតស៊ូរបស់តួអង្គនៅក្នុងសង្គមដូចជាភាពក្រីក្រឬការបែកបាក់គ្រួសារឧទាហរណ៍ការប្រើពាក្យទឹកភ្នែកភាពឯកោវាសនាអភ័ព្វចំណុចទី2អារម្មណ៍ក្តីសង្ឃឹមអារម្មណ៍នេះចាំបាច់បំផុតសម្រាប់បញ្ចប់រឿងវាគឺជាកម្លាំងដែលជំរុញឲ្យតួអង្គតស៊ូហើយធ្វើឲ្យអ្នកអានមានអារម្មណ៍វិជ្ជមានតាមរយៈការតាំងចិត្តនិងភាពជោគជ័យចំណុចទី3អារម្មណ៍ស្នេហាឬក៏មេត្តាអារម្មណ៍នេះជួយបង្កើតចំណងមនុស្សធម៌ទោះបីជាមានកំឡោះឬក៏សេចក្តីមេត្តារវាងតួអង្គអាចផ្ដល់ជាដំណោះស្រាយដំបូងបានដែរដូចជារឿងចលកាលមហាកាលវត្ថុដែលយើងធ្លាប់វិភាគផ្នែកទី4គឺបច្ចេកទេសប្រើអារម្មណ៍តើអ្នកនិពន្ធប្រើបច្ចេកទេសអ្វីខ្លះអ្នកនិពន្ធ Digital ប្រើពាក្យពេចន៍និងការពិពណ៌នាដ៏មានឥទ្ធិពលចំណុចកគឺពណ៌នាបរិយាកាសប្រើភ្លៀងយប់ងងឹតឬក៏ខ្យល់បក់ដើម្បីឆ្លុះបញ្ចាំងពីអារម្មណ៍សោកសៅរបស់តួអង្គចំណុចខគឺភាសាន័យធៀបប្រើពាក្យប្រៀបធៀបដើម្បីបង្ហាញពីភាពខ្លាំងនៃអារម្មណ៍ឧទាហរណ៍បេះដូងឈឺដូចជាដាច់ជាចំណិតការប្រើប្រាស់បច្ចេកទេសទាំងនេះធ្វើឲ្យយើងក្នុងនាមជាអ្នកអានចូលតួនិងមានអារម្មណ៍ថាយើងកំពុងជួបប្រទះវាដោយខ្លួនឯងសន្និដ្ឋានអារម្មណ៍គឺជាកម្លាំងស្នូលដែលជំរុញអក្សរសិល្ប៍ខ្មែរ Digital ឲ្យមានជីវិតភាពប៉ិនប្រសប់របស់អ្នកនិពន្ធគឺស្ថិតនៅត្រង់ថាពួកគេអាចដាក់អារម្មណ៍របស់យើងឲ្យបានខ្លាំងក្លាប៉ុណ្ណាសំណួរតើអ្នកធ្លាប់អានរឿងអ្វីខ្លះដែលធ្វើឲ្យអ្នកស្រក់ទឹកភ្នែកឬក៏ធ្វើឲ្យអ្នកមានអារម្មណ៍ថាមានសង្ឃឹមខ្លាំងបំផុតសូមចែករំលែកនៅក្នុង comment ផងកុំភ្លេច like page កូនជឿនឬក៏វិភាគអក្សរសិល្ប៍ខ្មែរ Digital និង share វីដេអូនេះសូមអរគុណ